អាយុដាមអភិសន្តិបណ្ឌិតសសុខាជំរុញឲ្យបង្កើនការផ្សព្វផ្សាយអនុក្រឹត្យស្ដីពីឯកសណ្ឋានសញ្ញាសម្គាល់និងទង់នគរបាលជាតិកម្ពុជាឲ្យបានទូលំទូលាយអនុក្រឹត្យស្ដីពីឯកសណ្ឋានសញ្ញាសម្គាល់និងទង់នគរបាលជាតិកម្ពុជាត្រូវបានប្រារព្ធពិធីផ្សព្វផ្សាយក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់អាយុដាមអភិសន្តិបណ្ឌិតសសុខាឧបនាយករដ្ឋមន្ត្រីក្រសួងមហាផ្ទៃនៅទីស្តីការក្រសួងមហាផ្ទៃនារសៀលថ្ងៃទី10ខែវិច្ឆិកាឆ្នាំ2025ពិធីនេះមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំក្រសួងមហាផ្ទៃនិងមន្ត្រីជាន់ខ្ពស់នគរបាលជាតិប្រមាណ400នាក់អាយុដាមនាយឧត្តមសេនីយ៍សាស្ត្រាចារ្យសេងផាលីអគ្គនាយកនៃអគ្គនាយកដ្ឋានធនធានមនុស្សនៃក្រសួងមហាផ្ទៃបានឲ្យដឹងថាអនុក្រឹត្យនេះមានគោលបំណងពង្រឹងវិន័យមន្ត្រីនគរបាលជាតិឲ្យកាន់តែប្រសើរលើកកម្ពស់សីលធម៌តម្លៃសេចក្តីថ្លៃថ្នូរជំនឿទុកចិត្តនិងកិត្តិយសរបស់នគរបាលជាតិស្របតាមគោលការណ៍កំណែទម្រង់និងទំនើបកម្មនៃកងកម្លាំងនគរបាលជាតិឲ្យស្របតាមស្ថានភាពជាក់ស្ដែងនិងការអភិវឌ្ឍរីកចម្រើនអាយុដាមអភិសន្តិបណ្ឌិតឧបនាយករដ្ឋមន្ត្រីបានចាត់ទុកអនុក្រឹត្យនេះថាជាសមិទ្ធផលថ្មីបន្ថែមទៀតរបស់ក្រសួងមហាផ្ទៃនៃរាជរដ្ឋាភិបាលកម្ពុជាក្រោមការដឹកនាំប្រកបដោយភាពឈ្លាសវៃនិងប្រតិភិនសម្ដេចមហាបវរធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីនៃកម្ពុជាអាយុដាមអភិសន្តិបណ្ឌិតបានជំរុញឲ្យថ្នាក់ដឹកនាំតាមបណ្ដាអង្គភាពចំណុះក្រសួងមហាផ្ទៃទាំងអស់ព្រមទាំងស្នងការដ្ឋាននគរបាលជាតិរាជធានីខេត្តបង្កើនការផ្សព្វផ្សាយអនុក្រឹត្យនេះឲ្យបានទូលំទូលាយបំផុតដើម្បីឲ្យមន្ត្រីក្រមអាវ៉ាត់បានជ្រួតជ្រាបច្បាស់លាស់ឲ្យបានមុនដំណាច់ឆ្នាំ2025អនុក្រឹត្យស្ដីពីឯកសណ្ឋានសញ្ញាសម្គាល់និងទង់នគរបាលជាតិកម្ពុជាមាន9ជំពូក13ផ្នែកនិង36មាត្រាជំពូកទាំងនោះរួមមានជំពូក1បទបញ្ញត្តិទូទៅជំពូក2ឯកសណ្ឋាននគរបាលជាតិកម្ពុជាជំពូកទី3សញ្ញាសម្គាល់នគរបាលជាតិកម្ពុជាជំពូកទី4ទង់នគរបាលជាតិកម្ពុជាជំពូកទី5បទបញ្ញត្តិដោយឡែកជំពូកទី6ការផ្គត់ផ្គង់ឯកសណ្ឋានសញ្ញាសម្គាល់និងទង់នគរបាលជាតិកម្ពុជាជំពូកទី7ទណ្ឌកម្មជំពូកទី8អន្តរបញ្ញត្តិនិងជំពូកទី9អវសាននៃបញ្ញត្តិជាការកត់សម្គាល់ថាមាត្រា32នៃអនុក្រឹត្យនេះចែងថាជនណាដែលប្រើប្រាស់ជាសាធារណៈដោយគ្មានសិទ្ធិនៅឯកសណ្ឋានសញ្ញាសម្គាល់ទង់នគរបាលជាតិកម្ពុជានិងបរិក្ខាររួមសំរបស់នគរបាលជាតិកម្ពុជាត្រូវផ្តន្ទាទោសតាមច្បាប់ជាធរមានដល់ឡែកមាត្រា33ចែងថាការស្តុកការជួញដូរការផលិតឯកសណ្ឋានសញ្ញាសម្គាល់ទង់នគរបាលជាតិកម្ពុជានិងបរិក្ខាររួមសំរបស់នគរបាលជាតិកម្ពុជាដែលគ្មានការអនុញ្ញាតពីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃត្រូវផ្តន្ទាទោសតាមច្បាប់ជាធរមានមាត្រា33ដដែលបានចែងទៀតថាការស្តុកការជួញដូរការផលិតឯកសណ្ឋានសញ្ញាសម្គាល់និងបរិក្ខាររួមសំផ្សេងទៀតរបស់អង្គភាពនគរបាលជំនាញនិងទង់របស់អង្គភាពនគរបាលជំនាញដែលគ្មានការអនុញ្ញាតពីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃត្រូវផ្តន្ទាទោសតាមច្បាប់ជាធរមាន